នៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបដែលយើងអាចកាត់រូបភាព object បែបនេះហើយយើងកាត់ដោយទាំងថង់បែបនេះទៀតដើម្បីយើងអាចមើលធ្លុះទៅផ្ទៃខាងក្រោយបែបហ្នឹងដើម្បីយើងអាចដូរពណ៌ background ទៅតាមចិត្តរបស់យើងបានហើយយើងនៅតែអាចមើលឃើញធ្លុះទៅលើរូបថង់ហ្នឹងទៀតអញ្ចឹងនៅក្នុង Photoshop គឺយើងមានរូបភាពនេះមួយជំហានដំបូងគេគឺអ្នកទាំងអស់គ្នាធ្វើការ select subject សិនមកដោយយើងចូលទៅ select ហើយយើងយក subject អញ្ចឹង Photoshop គឺវានឹង select ដោយទាំងថង់របស់យើងនឹងហើយយើងគ្រាន់តែចុចនៅលើ layer mask ទៅគឺយើងនឹងកាត់ background ពណ៌សនឹងចេញហើយប៉ុន្តែអីដែលជាបញ្ហាហ្នឹងគឺថាពណ៌សហ្នឹងគឺវានៅជាប់នៅថង់ហ្នឹងទៀតគឺយើងអត់តន់មើលឃើញធ្លុះទៅដល់ផ្ទៃខាងក្រោយទេអញ្ចឹងដើម្បីដោះស្រាយបញ្ហាហ្នឹងបានជាដំបូងអ្នកនរគ្នា convert ទៅ smart object សិនមកបន្តមកទៀតអ្នកនរគ្នាចុច Ctrl J ដើម្បី duplicate layer ហ្នឹងហើយយើងធ្វើការចុចបិទរូបភាពខាងលើនេះសិនមកបន្ទាប់មកសម្រាប់រូបភាពខាងក្រោមគឺយើងចុចស្នាមដៃហើយយើងចូលទៅ blending option អញ្ចឹងនៅក្នុង blending option អ្នកនរគ្នាមើលមកកន្លែង blend if នេះយើងត្រូវជ្រើសរើស channel gray ហើយនៅក្នុង blend if ហ្នឹងគឺវាមាន 2 slide current layer ជាមួយនឹង underlying layer ប៉ុន្តែក្នុងករណីនេះយើងចង់ blend if ទៅលើ current layer យើងអត់ចង់ blend if ទៅលើ underlying layer ហ្នឹងទេអញ្ចឹងអ្នកនរគ្នាមើលមក slide current layer ហ្នឹងទៅគឺបានហើយវាមាន2ពណ៌វាមានពណ៌ខ្មៅជាមួយនឹងពណ៌សក្នុងករណីនេះយើងចង់លុបបំបត្តិអាពណ៌សនេះអញ្ចឹងយើងត្រូវទាញ slider កន្លែងពណ៌សមុននឹងយើងទាញអ្នកនរគ្នាចុច Alt ឲ្យជាប់គឺហើយយើងចាប់ទាញទៅគឺវានឹង split អាកន្លែងនេះហើយអញ្ចឹងយើងពេលដែលវា split កន្លែងហ្នឹងទៅគឺយើងបាន smooth transition ណាអ្នកនរគ្នាអញ្ចឹងយើងចាប់ទាញវាមករហូតដល់វាបាត់អាពណ៌សហ្នឹងទៅលើថង់របស់យើងឥឡូវគឺយើង focus ទៅលើថង់ទៅគឺបានហើយយើងកុំតន់ focus ទៅលើរូបនំប៉័ងរបស់យើងយើងទាញមកយើងពេញចិត្តជាមួយនឹងរូបថង់ហ្នឹងណាឧទាហរណ៍គឺខ្ញុំដាក់200អញ្ចឹងពេលដែលយើងទាញហ្នឹងគឺអ្នកនរគ្នានឹងជួបបញ្ហាមួយទៀតគឺវា effect ដោយទាំងទៅលើរូបភាពនំប៉័ងរបស់យើងដែរដោយសារតែនៅលើរូបភាពនំប៉័ងហ្នឹងក៏វាមានពណ៌សដែរអញ្ចឹងណាអញ្ចឹងហើយបានខ្ញុំ duplicate វាមក layer ថ្មីនេះដើម្បីយើងគូសម៉ាស់មកវិញនៅកន្លែងដែលវាបានបាត់ហ្នឹងអញ្ចឹងយើងគ្រាន់តែចុច OK មកបើសិនជាយើងពេញចិត្តជាមួយនឹងរូបភាពថង់របស់យើងនេះហើយបន្តមកទៀតយើងចុចបើក layer ថ្មីរបស់យើងនេះដែលយើងបាន copy មកតាំងពីដំបូងហ្នឹងបន្តមកយើងចុចនៅលើ layer mask អ្នកនរគ្នាចុច Ctrl I ដើម្បី invert វាបន្តមកទៀតយើងចុចអក្សរ B ដើម្បីចូលទៅកាន់ brush tool ហើយអ្នកទាំងអស់គ្នាចុចស្ដាំដៃហើយយើងជ្រើសរើសយកជាមួយនឹង soft round brush មកដើម្បីពេលដែលយើងគូសទៅកុំឲ្យវាឃើញស្នាមណាអញ្ចឹងយើងជាមួយនឹង foreground color ពណ៌សយើងចុចអក្សរ X យើង switch មក foreground color ពណ៌សវិញយើងគូសមកវិញមកនៅផ្នែកដែលយើងចង់បានមកវិញហ្នឹងថតកន្លែងដែលវាបាត់អក្សរនេះយើងគូសមកវិញមកអូខេអញ្ចឹងបានអីជាមួយនឹងរូបភាពថង់របស់យើងហ្នឹងនេះគឺជា layer ដែលយើងបានគូសមកវិញនៅផ្នែកនំប៉័ងរបស់យើងដែលយើងបានលុបទៅដោយហ្នឹងហើយខាងក្រោមនេះគឺជា layer ដែលយើងប្រើជាមួយនឹង blend if ដើម្បីលុបជាមួយនឹងថង់ឥឡូវហ្នឹងគឺអ្នកទាំងអស់គ្នាអាចដូរជាមួយនឹងពណ៌ទៅពណ៌អីក៏បានដែរគឺយើងនឹងមើលឃើញថង់របស់យើងធ្លុះទៅខាងក្រោយបែបហ្នឹងគឺយើងមើលឃើញជាមួយនឹងពណ៌ background របស់យើងមួយទៀតបើសិនជាយើងតម្លាក់ background ថ្មីចូលមកក៏យើងនៅតែមើលឃើញធ្លុះដែរឧទាហរណ៍ខ្ញុំតម្លាក់ background ថ្មីចូលមកឃើញអត់អ្នកនរគ្នាគឺយើងនៅតែមើលឃើញភាពធ្លុះទៅលើថង់ហ្នឹងបានដូចគ្នាចុងវីដេអូនេះគឺមានប៉ុណ្្នឹងទេកុំភ្លេចចុច subscribe អ្នកមួយផងជួបគ្នានៅវីដេអូក្រោយ